送这么的书等奥克尼。我呢就是那个在那个特莫达。ខ្ញុំគឺជាម្ចាស់សន្តាគារថ្មដាខេត្តពោធិ៍សាត់ខ្ញុំបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី28មេសាឆ្នាំ1998ដែលមកដល់ពេលនេះខ្ញុំបានមករស់នៅក្នុងប្រទេសកម្ពុជាមានរយៈពេល27ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជាខ្ញុំប្រកបរបរពាណិជ្ជកម្មបន្ទាប់មកនៅឆ្នាំ2013ខ្ញុំបានផ្លាស់ប្ដូរចូលវិស័យសំណង់វិញថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមដែលជាការផ្សព្វផ្សាយលើកដំបូងបំផុតរបស់ខ្ញុំគឺមានគោលបំណងឆ្លើយតបទៅនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃមួយចំនួនដែលបានផ្សព្វផ្សាយលាបពណ៌ប្រឌិតព័ត៌មានហើយក៏មានបំណងបកអាក្រាតជនល្បីតាមបណ្ដាញសង្គមរបស់ថៃមួយចំនួនដែលផ្សាយមិនពិតពីកម្ពុជាខ្ញុំសូមបញ្ជាក់ថានៅថ្ងៃទី9ធ្នូឆ្នាំ2025នៅពេលព្រឹកព្រលឹមថ្ងៃនោះសង្គ្រាមរវាងកម្ពុជានិងថៃបានចាប់ផ្ដើមហើយនៅព្រឹកព្រលឹមប្រហែលជាម៉ោង5និង7ព្រឹកខ្ញុំឮសូរសំឡេងគ្រាប់ផ្លោងនិងមានចម្ងាយពីសន្តាគាររបស់ខ្ញុំប្រហែលជា500ម៉ែត្រហើយរង្គើធ្វើឲ្យរលឹកទឹកក្នុងអាងសន្តាគារផងដែរនៅថ្ងៃនោះបុគ្គលិកក្នុងសន្តាគារបានចម្លៀសចេញអស់ដោយនៅស្ទល់តែខ្ញុំនិងប្រពន្ធកូនរបស់ខ្ញុំនិងភ្ញៀវមួយចំនួនតូចប៉ុណ្ណោះបន្តស្នាក់នៅក្នុងសន្តាគារប៉ុន្តែនៅថ្ងៃត្រង់ថ្ងៃដដែលនោះគ្រាប់ផ្លោង3គ្រាប់បានផ្លោងមកខ្ញុំឃើញស្ថានភាពមិនស្រួលក៏សម្រេចចិត្តបិទសន្តាគារនិងបាននាំគ្នាជំនះចេញពីសន្តាគារទៅកាន់ទីប្រជុំជនមួយដែលមានចម្ងាយប្រហែលជា70គីឡូម៉ែត្រពីតំបន់ថ្មដានៅថ្ងៃទី15ថ្ងៃទី17និងថ្ងៃទី18ធ្នូឆ្នាំ2025ខ្ញុំបានបើកឡានទៅមើលសន្តាគាររបស់ខ្ញុំទាំងក្តីបារម្ភនៅពេលនោះសន្តាគារនិងហាងរបស់ខ្ញុំមិនមានការខូចខាតនោះទេរហូតដល់ថ្ងៃទី27ធ្នូឆ្នាំ2025ពេលព្រឹកព្រលឹមប្រហែលជាម៉ោង10ខ្ញុំបានទៅដល់សន្តាគាររបស់ខ្ញុំម្ដងទៀតនៅពេលនោះនៅថ្មដាមិនមានមនុស្សទេសូម្បីតែម្នាក់ពេលដែលខ្ញុំទៅដល់សន្តាគាររបស់ខ្ញុំបានសុំទាហានកម្ពុជាឲ្យអនុញ្ញាតចូលទៅមើលសន្តាគាររបស់ខ្ញុំតែពេលនោះមិនត្រូវបានអនុញ្ញាតនោះឡើយតែពេលនោះទស្សនវិជ្ជាដែលខ្ញុំបានឃើញគឺទាហានថៃបានរុញរទេះប្រមូលអីវ៉ាន់ដែលមានតម្លៃនិងក្នុងហាងដែលពួកគេយកអីវ៉ាន់ទាំងអស់នោះនៅចំពោះមុខខ្ញុំតែម្ដងនេះគឺជាសកម្មភាពប្លន់តែម្ដងខ្ញុំបាននិយាយទៅកាន់ទាហានថៃថាពួកអ្នកមិនអាចយកអីវ៉ាន់ទាំងអស់នោះបានទេព្រោះវាជាកម្មសិទ្ធិរបស់ហាងពេលនោះខ្ញុំបានប្រើប្រាស់ទូរស័ព្ទដៃបកប្រែទៅកាន់ភាសាថៃតែពួកគេមិនព្រមស្ដាប់ឡើយហើយរឿងដែលកាន់តែគួរឲ្យខឹងខ្លាំងមួយទៀតនោះគឺទាហានថៃបានយកសម្ភារៈសំណង់របស់ខ្ញុំនៅមុខខ្ញុំផ្ទាល់តែម្ដងដោយយកធ្វើជាកម្មសិទ្ធិរបស់យោធាថៃខ្ញុំបាននិយាយជាភាសាអង់គ្លេសខាត់ពួកគេកុំឲ្យយកតែពួកគេមិនព្រមស្ដាប់នោះទេទស្សនវិជ្ជានេះសបញ្ជាក់ឲ្យឃើញថាទាហានថៃប្លន់យកអីវ៉ាន់របស់អ្នកនៅទីនោះទាំងអស់ហើយអ្នកមិនមានលទ្ធភាពតបតអ្វីទាំងអស់នៅថ្ងៃទី28ធ្នូឆ្នាំ2025នៅថ្មដាខ្ញុំបានសាកល្បងទំនាក់ទំនងជាមួយនឹងទាហានថៃជាច្រើនដងដើម្បីសុំចូលមើលសន្តាគាររបស់ខ្ញុំតែត្រូវបានបដិសេធដូច្នេះខ្ញុំមានតែលបលូនចូលទៅក្នុងបន្លាលួសរួចមើលសន្តាគាររបស់ខ្ញុំហើយទស្សនវិជ្ជានៅខាងក្នុងគឺកុំព្យូទ័រទូរទស្សន៍ទូទឹកកកម៉ាស៊ីនបោកខោអាវឆ្លាក់និយាយជារួមឲ្យតែរបស់មានតម្លៃសិតតែត្រូវបានពួកគេលួចយកទៅទាំងអស់សូម្បីតែវាំងននក៏ត្រូវបានពួកគេយកទៅគ្មានសល់ដែរមានម៉ូតូចំនួន9គ្រឿងក្នុងសន្តាគារតែខ្ញុំបានឃើញតែ2គ្រឿងប៉ុណ្ណោះ7គ្រឿងទៀតត្រូវបានទាហានថៃលួចយកទៅបាត់ហើយម្យ៉ាងទៀតទូដែករបស់ខ្ញុំនៅក្នុងបន្ទប់សន្តាគារក៏ត្រូវពួកគេគាស់ផងដែរលុយរបស់របរមានតម្លៃដាក់ក្នុងទូដែកត្រូវបានលួចខ្ទេចខ្ទីខ្ញុំសួរទៅកាន់ទាហានថៃថារបស់របរខ្ញុំហេតុអ្វីបានជាអស់អញ្ចឹងពួកគេឆ្លើយថាពួកគេមិនបានលួចនោះទេរបស់របរក្នុងទូសន្តាគារត្រូវបានទាហានថៃវាយកំទេចហើយវត្ថុដែលមានតម្លៃអាចលួចយកទៅបានគឺពួកគេលួចទុកគ្មានសល់បន្ទាប់មកនៅថ្ងៃទី15ខែមករាឆ្នាំ2026ខ្ញុំបាននាំប្រពន្ធកូននិងភ្ញៀវចិនមួយចំនួនដែលមានសរុបគ្នាប្រមាណ20នាក់បាននាំគ្នាទៅយកបន្លាលួសដែលទាហានថៃបានដាក់ចេញដោយខ្លួនឯងពួកគេបានប្រើប្រាស់ពេលប្រហែល30នាទីរើបន្លាលួសចេញទាំងអស់និងបានចូលទៅហាងរបស់ពួកគេរៀងៗខ្លួនហើយពេលនោះមានទាហានថៃម្នាក់ដែលមានរូបរាងកន្ធាត់ម្នាក់បាននិយាយទៅកាន់ពួកយើង
ហើយពួកគេអនុញ្ញាតឲ្យពួកយើងចូលទៅបោះសម្បត្តិហាងនិងបាននិយាយថាការហុំព័ទ្ធសទ្ធាគារគឺដើម្បីការពារទ្រព្យសម្បត្តិពួកយើងប៉ុណ្ណោះហើយវីដេអូនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្ដាញសង្គមតែជាលទ្ធផលជាក់ស្ដែងគឺទាហានថៃថាខ្លួនជាអ្នកថែរក្សាទ្រព្យសម្បត្តិឲ្យយើងតែទីបំផុតពួកគេមិនមែនថែរក្សាទេបែរជាលួចប្លន់ទ្រព្យសម្បត្តិពួកយើងទៅវិញពួកគេបានហុំព័ទ្ធបន្លាលួសឲ្យទាហានថៃរបស់ខ្លួនចូលលួចទ្រព្យសម្បត្តិក្នុងសទ្ធាគារទាំងអស់បើបូករួមទាំងហាងផ្សេងៗជនជាតិចិនក្នុងតំបន់នេះដែលមានការវិនិយោគសរុបប្រមាណរាប់លានដុល្លារត្រូវបានបាត់បង់ទាំងស្រុងហើយនៅថ្ងៃទី17ខែមករាឆ្នាំ2026មានមិត្តភ័ក្តិទូរស័ព្ទប្រាប់ខ្ញុំថាទាហានថៃបានយកម៉ាស៊ីនកាយដីចង់មកបិទសទ្ធាគាររបស់ខ្ញុំពេលនោះខ្ញុំប្រញាប់ប្រញាល់ទៅកាន់សទ្ធាគាររបស់ខ្ញុំហើយពេលនោះមានរឿងអ្វីកើតឡើងនោះអ្នកទាំងអស់គ្នាប្រកាសជាបានដឹងនិងបានឃើញទស្សនវិជ្ជានោះខ្ញុំបានយកក្បាលរបស់ខ្ញុំរោលទៅនឹងកំភ្លើងរបស់ទាហានថៃហេតុអ្វីបានខ្ញុំធ្វើដូច្នេះពីព្រោះអ្វីៗទាំងអស់រួមទាំងជីវិតរបស់ខ្ញុំផ្ទាល់សុទ្ធតែនៅទីនោះទាំងអស់ខ្ញុំបានខ្ចីលុយពីប្រទេសចិនដើម្បីវិនិយោគសទ្ធាគារនៅទីនោះហើយពេលនេះទាហានថៃបានយកសទ្ធាគាររបស់ខ្ញុំទាំងអស់បំផ្លិចបំផ្លាញវត្ថុមានតម្លៃទាំងអស់ហើយមិនអនុញ្ញាតឲ្យខ្ញុំចូលក្នុងសទ្ធាគារខ្ញុំទៀតនេះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំរស់និងស្លាប់មិនខុសគ្នានោះទេខ្ញុំចង់បង្ហាញអារម្មណ៍បើសិននៅក្នុងសង្គ្រាមគ្រាប់បែកផ្លោងចំសទ្ធាគាររបស់ខ្ញុំខ្ទេចខ្ទីបើអញ្ចឹងខ្ញុំក៏គ្មានមធ្យោបាយអ្វីដែរព្រោះខ្ញុំដឹងថាសង្គ្រាមគឺគ្មានការអាណិតអាសូរនោះឡើយតែនេះគឺផ្ទុយស្រឡះគឺទាហានថៃមួយក្រុមហើយមួយក្រុមទៀតបានចូលទៅកាន់សទ្ធាគាររបស់ខ្ញុំលួចប្លន់ម្ដងហើយម្ដងទៀតរហូតដល់ចុងក្រោយរបស់របរក្នុងសទ្ធាគាររបស់ខ្ញុំគឺត្រូវបានលួចគ្មានសល់ដោយសល់ត្រឹមតែសម្បកសទ្ធាគារតែប៉ុណ្ណោះគឺដោយសារតែខ្ញុំមានអារម្មណ៍អស់សង្ឃឹមខ្លាំងហើយខឹងខ្លាំងពេកទើបខ្ញុំហ៊ានធ្វើបែបនេះហ៊ានប្រទុះសារាយជាមួយនឹងទាហានថៃនិងហ៊ានយកក្បាលទៅរោលទៅនឹងកំភ្លើងរបស់ទាហានថៃពីព្រោះកន្លងទៅខ្ញុំបានតាក់ទងជាមួយនឹងទាហានថៃជាច្រើនដងតែពួកគេមិនខ្វល់ខ្វាយជាមួយខ្ញុំសូម្បីតែបន្តិចហើយចាប់ពីថ្ងៃទី29ខែមករាមកពួកទាហានថៃមិនឲ្យខ្ញុំចូលទៀតឡើយពួកគេបានយកបន្លាលួសបិទចិត្តផ្លូវនៅថ្ងៃទី6ខែកុម្ភៈខ្ញុំបានជិះម៉ូតូទៅកាន់សទ្ធាគាររបស់ខ្ញុំហើយបានមើលឃើញពីជនល្បីម្នាក់ឈ្មោះថាចំខ្លាំងដែលឈរមាត់ទ្វារសទ្ធាគាររបស់ខ្ញុំបានលើកដៃទៅកាន់រូបគេតើមានន័យដូចម្ដេចទៅគឺថាអ្នកពូកែហេតុអ្វីបានជាអ្នកពូកែពីព្រោះខ្ញុំចង់បញ្ជាក់ថាម្នាក់នេះគឺគួរឲ្យស្អប់ខ្លាំងណាស់គឺរូបគេហើយដែលកាលពីមុនបានយកលីមួកដាក់ចូលក្នុងឡានបូមលូបាញ់លើប្រជាជនកម្ពុជាតាមព្រំដែនដែលទង្វើនេះគឺជាទង្វើអមនុស្សធម៌បំផុតគួរឲ្យខឹងបំផុតហើយមិនគួរឲ្យមាននៅក្នុងសង្គមបច្ចុប្បន្ននោះទេហើយនៅក្នុងចិត្តរបស់ខ្ញុំជេររូបគេថាមិនស័ក្តិសមធ្វើជាមនុស្សតតែសោះគាត់គឺជាមនុស្សល្បីនៅក្នុងសង្គមថៃតែបែរជាធ្វើទង្វើអមនុស្សធម៌ដូចជាចាក់សម្លេងខ្មោចសម្លេងរំខានទៅដល់ប្រជាជនកម្ពុជាដែលអ្នកមិនស័ក្តិសមជាមនុស្សតតែសោះនឹងអន់ជាសត្វឆ្កែទៅទៀតខ្ញុំជឿជាក់ថាដីរបស់កម្ពុជាគឺថៃមិនអាចយកបានទេសូមចាំឲ្យច្បាស់ថាគឺមានច្បាប់អន្តរជាតិនៅមានប្រទេសជាច្រើនទៀតកំពុងចាំមើលប្រទេសថៃតូចមួយមិនអាចចង់ធ្វើអ្វីតាមតែអំពើចិត្តឯងនោះទេ这块土地到底终究归谁的你们自己很清楚不是你泰国人这么小小的一个泰国能够做到的对不对有国际法有这么多国家看着是你的就是你的不是你的就不是你的ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69